បញ្យលអត្ថន័យគុណនាមបារាំង palpable ជាភាសាខ្មែរយើងអាចប្រើគុណនាមមួយនេះក្នុងន័យបែបធម្មតាក៏បានឬក្នុងន័យបែបប្រៀបធៀបក៏បានបើក្នុងន័យបែបធម្មតាយើងប្រើគុណនាមមួយនេះដើម្បីពិពណ៌នាថាអ្វីមួយគឺអាចដឹងបានដោយកាយវិញ្ញាណឬអាចប៉ះបានឧទាហរណ៍ le médecin vérifie si la masse est palpable sous la peau មានន័យថាគ្រូពេទ្យកំពុងបញ្ជាក់ថាដុំសាច់ឬក៏ពងសាច់នឹងអាចដឹងបានឬក៏អាចប៉ះបានដោយកាយវិញ្ញាណឬអត់នៅក្នុងស្បែកបើក្នុងន័យបែបប្រៀបធៀបវិញយើងប្រើគុណនាមមួយនេះដើម្បីពិពណ៌នាអារម្មណ៍ឬក៏បរិយាកាសថាវាខ្លាំងដល់ថ្នាក់យើងមានអារម្មណ៍ថាអាចប៉ះវាបានឬក៏មានអារម្មណ៍ថាវាមានវត្តមាននៅមែនតើឧទាហរណ៍ il y avait une joie palpable dans la salle après l'annonce des résultats មានន័យថាមានភាពសប្បាយរីករាយខ្លាំងមែនតើនៅក្នុងបន្ទប់បន្ទាប់ពីការប្រកាសលទ្ធផល une joie palpable ត្រង់នឹងសំដៅលើភាពសប្បាយរីករាយដែលយើងអាចមើលឃើញឬក៏អាចមានអារម្មណ៍នឹងបណ្ដោយនៅពេលដែលយើងចូលនៅក្នុងបន្ទប់ហ្នឹងគុណនាមបារាំងពីរទៀតដែលមានន័យស្តីនឹងពាក្យ palpable ដែរគឺពាក្យ tangible និងពាក្យ perceptible ចំពោះគុណនាម perceptible យើងប្រើវាដើម្បីពិពណ៌នាថាអ្វីមួយគឺអាចដឹងបានដោយប្រាជ្ញារបស់យើង